បាទសួស្តីបងប្អូនទាំងអស់គ្នាបាទចិត្តថ្ងៃប្រកួតដែរបាទការប្រកួតនេះគឺពុកម៉ែបងប្អូនប្រហែលជាស្មានមិនត្រូវទេបាទវាជាការប្រកួតមួយខ្ញុំគិតថាវាជាការប្រកួតមួយដ៏ជូរចត់សម្រាប់ខ្ញុំប្រអីរវាងបងប្អូនធរបាទជាមួយខ្ញុំនិងបងប្អូនសង្ឃឹមត្រូវប្រកួតយកផ្ទះពុកម៉ែបងប្អូនបាទផ្ទះបាទបរិយគេស៊ីលីមបាទរបស់បងប្រុសគេស៊ីលីមហ្នឹងក៏ដាក់ផ្ទះបាទអញ្ចឹងហើយខ្ញុំត្រូវជួបជាមួយបងប្រុសបើសង្ឃឹមយើងរាប់អានគ្នាជាបងប្អូនមែនប៉ុន្តែគាត់ថាការប្រកួតនេះយើងនឹងប្រកួតអស់ពីសមត្ថភាពហើយមនោចេតនាក៏យើងទុកម្លាយសិនចាំប្រកួតហើយយើងរាប់គ្នាជាបងប្អូនធោវិញក៏មិនអីដែរបាទណាមួយក៏រង្វាន់ក៏ធំលុយក៏ច្រើនហើយបើយើងមិនប្រកួតទេគឺយើងស្ដាយបាទយើងស្ដាយអញ្ចឹងហើយក៏បាទជួបគ្នាទៅមិនអីទេបាទដំបូងគេថាអត់ប្រកួតទេដល់ពេលឥឡូវនេះក៏សម្រេចចិត្តហើយបងប្រុសបើសង្ឃឹមក៏គាត់ថាគាត់ប្រកួតហើយខ្ញុំក៏អូខេបាទមានអីទេមានតែជួបគ្នាឆាប់ដែរបាទអ្នកណាឈ្នះក៏បានហើយខ្មែរដូចគ្នាសំខាន់ពួកខ្ញុំនឹងប្រកួតអស់ពីសមត្ថភាពបាទអរគុណពួកបងប្អូនអរគ្នាបាទដែលបានឆាតមកសួរតើជាការពិតឬក៏មិនខ្ញុំអត់ក៏ហៅពួកបងប្អូនទេបាទថ្ងៃនេះគឺខ្ញុំបានទៅជួបចរចានិយាយជាមួយបងប្រុសគេឈ្មោះលីម៉ៃហើយបងប្រុសបើសង្ឃឹមក៏ទៅដែរណាអញ្ចឹងតាមដានពលមានទាំងអស់គ្នាបាទអរគុណ